បងប្អូនប្រហែលជាបានឃើញហើយសារព័ត៌មានអន្តរជាតិធំបានចុះផ្សាយអំពីស្ត្រីដែលជារដ្ឋមន្ត្រីក្រសួងអាកាសធាតុរបស់ស៊ុយអែតដែលគាត់បានពោកូនប្រុសអាយុ3ខែរបស់គាត់នឹងទៅចូលរួមកិច្ចប្រជុំផ្លូវការរបស់សហភាពអឺរ៉ុបនៅប្រទេសលុចសំបួរដែលរូបភាពនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសាធារណជនណាបងប្អូនហើយគឺខ្ញុំចង់និយាយពីចំណាប់អារម្មណ៍ខ្លួនឯងដែរហើយក៏មានមោទនភាពចំពោះស្ត្រីនៅលើពិភពលោកដែលគាត់អាចធ្វើការផងមើលកូនផងក្នុងពេលតែមួយខ្ញុំពិតជាមានមោទនភាពនិងកោតសរសើរមែនតែនហើយខ្ញុំក៏មានពាក្យពេចន៍មួយចំនួនចង់ផ្ដាំផ្ញើទៅកាន់ស្ត្រីមួយចំនួនទោះបីជាគាត់មានកូនក៏ដោយគឺគាត់កុំបោះបង់អាជីពការងាររបស់គាត់ដែលគាត់ស្រឡាញ់គាត់អាចធ្វើបានក្នុងពេលតែមួយមិនថាជា freelance មិនថាជា full time គឺគាត់ត្រូវតែចាប់យកការងារដែលគាត់ស្រឡាញ់ឲ្យបានណាជាមួយគ្នានេះក៏សូមកោតសរសើរដល់អ្នកម៉ាក់ក៏ដូចជាអ្នកម្ដាយនៅក្នុងប្រទេសកម្ពុជាដែរដែលគាត់កំពុងតែតស៊ូយ៉ាងស្វិតស្វាញក្នុងការជំនះឧបសគ្គនៅក្នុងជីវិតមិនថាការរកស៊ីផងធ្វើការផងនិងមើលកូនក្នុងពេលតែមួយខ្ញុំពិតជាកោតសរសើរចំពោះភាពតស៊ូរបស់គាត់មែនទែន